ទាំងនេះគឺជានារីដែលមានសក់វែងបំផុតជាងគេនៅលើពិភពលោកហើយនារីខ្លះក៏មានសក់វែងរហូតដល់2ម៉ែត្រអ្នកខ្លះទៀតក៏មានរហូតដល់3ម៉ែត្រឯណោះពុកម៉ែបងប្អូនហើយក្រុមនារីទាំងនេះគឺមិនត្រូវបានកាត់សក់សំបីតែម្ដងនោះទេពុកម៉ែបងប្អូនគឺគាត់តម្រូវឲ្យទុកសក់ចាប់តាំងពីវ័យកុមាររហូតមកដល់អាយុ18ឆ្នាំដោយនេះគឺជាទំនៀមទម្លាប់ក៏ដូចជាប្រពៃណីរបស់គាត់ដែលមានអាយុកាល1000ឆ្នាំមកហើយអញ្ចឹងទេពួកគាត់អ្នកខ្លះក៏គោរពអ្នកខ្លះក៏មិនគោរពអញ្ចឹងទេជារៀងរាល់ថ្ងៃនារីទាំងនេះគឺតែងតែចោះទៅងូតទឹកក៏ដូចជាកក់សក់នៅក្នុងមាត់ស្ទឹងមួយកន្លែងហើយពួកគាត់ក៏មានសក់វែងខ្មៅរលោងនៅពេលដែលនារីទាំងនេះងូតទឹកហើយដើម្បីសម្អាតសក់នារីម្នាក់ត្រូវចាំបាច់ឈរលើតុឬក៏កៅអីដើម្បីលើកឲ្យផុតសក់ពីដីដើម្បីសិតព្រោះអីសក់មានប្រវែងវែងជាងកម្ពស់របស់ពួកនាងអញ្ចឹងទេពួកគាត់ទាំងនោះត្រូវចាំបាច់ឈរលើតុឬក៏ឈរលើកំណល់អ្វីមួយដើម្បីសិតសក់សម្អាតឲ្យស្រស់ទឹកនារីទាំងនេះគឺស្ថិតនៅក្នុងខេត្តហងលូយ៉ាវនៅក្នុងប្រទេសចិនពុកម៉ែបងប្អូនហើយនារីទាំងនេះក៏បានជាប់នៅក្នុងកំណត់ត្រាសៀវភៅហ្គីណេសផងដែរការពិតណាស់ពុកម៉ែបងប្អូនទំនៀមទម្លាប់នៅលើពិភពលោកនេះគឺតែងតែមានខុសគ្នាអញ្ចឹងទេគឺសៀវភៅហ្គីណេសគឺជាសៀវភៅមួយដែលមានកំណត់ត្រាកំណត់ហេតុសម្រាប់នៅប្រទេសណាដែលមានរឿងប្លែកជាងគេនឹងកត់ទុកនៅក្នុងសៀវភៅហ្គីណេសហើយ